ថាយើងរៀននឹងសាលារៀននឹងជាមួយនឹងការងារបើភាសាជាក់ស្ដែងនោះគឺខុសគ្នាវាសឹងថាបងថាខុសគ្នាពី30ទៅ40%ធម្មតាយើងរៀននៅសាលាវាភាគច្រើនទ្រឹស្ដីមែនទេយ៉ាអញ្ចឹងដល់ពេលយើងចូលធ្វើការហ្មងយើងត្រូវ flexible ទៅតាមការងារព្រោះការងារឲ្យថាចំ major ហ្មងបងគាត់ថាដូចជាមិនជាចំ 100% ព្រោះដោយសារចេះដូចថាពេលដែលកំពុងរៀនអញ្ចឹងគាត់ទៅដាក់ពាក្យធ្វើការផ្សេងខុសពីផ្នែកគាត់ដូចបងនិយាយថាតាមពិតមនុស្សចេះច្រើនល្អវិញទេអត់មានទេដូចគេថាចេះច្រើនពេកយ៉ាត់ឈួតអីចឹងកុំជឿមនុស្សចេះច្រើនល្អទេគ្រាន់តែថាសំខាន់ពេលដែលយើងចេះទៅយើងដឹងថាអាហ្នឹងវាត្រូវជាមួយយើងអត់តើវាត្រូវយើងគួរបន្តឬក៏អត់ឬក៏យើងដូរដូចបងខ្ញុំបងរៀនហើយបងអត់ត្រូវជំនាញហ្នឹងក៏បងបដូរយ៉ាអញ្ចឹងអ្នកផ្សេងបងលើកទឹកចិត្តឲ្យគាត់រៀនឲ្យចប់សិនហើយគាត់ធ្វើការនៅក្នុងអំឡុងពេលរៀនហ្នឹងគាត់អាចធ្វើនៅអា field ដែលគាត់រៀនហ្នឹងក៏បានឬគាត់ធ្វើអីផ្សេងក៏បានដែរដូចថាមិនចាំបាច់ថារៀនឲ្យចំហ្នឹងប៉ុន្តែពេលដែលគាត់រៀនចប់គាត់អាចបែងចែកបានដែរថាតើគាត់គួរតែរៀននៅធ្វើការនៅអ្វីដែលគាត់រៀនហ្នឹងឬក៏គាត់បដូរបងព្រោះស្រុកខ្មែរយើងភាគច្រើនគឺបងជឿថាគាត់រៀនផ្នែកហ្នឹងមិនមែនប្រកាសថាអាចធ្វើការនៅផ្នែកហ្នឹងបាននិយាយទៅវាមាន feel របស់វាដែរដូចតកតជាមួយនឹង design ថតរូបដូចបងនិយាយមុនហ្នឹងអញ្ចឹងបើឲ្យគាត់ទៅធ្វើគណនេយ្យមិនត្រូវមែនទេយ៉ា